ស់ចំបាំង5ប្រភេទដែលមានអានុភាពបំផុតនៅក្នុងពិភពលោកលេខ5 Rafale F4 របស់បារាំងយោងតាមគេហទំព័រ James យន្តហោះ Rafale ប្រើបច្ចេកវិទ្យា Spectra ដែលអាចកំណត់អត្តសញ្ញាណប្រភេទរ៉ាដានិងមីស៊ីលរំខានប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់យន្តហោះដោយស្វ័យប្រវត្តិនិងវិភាគហានិភ័យឲ្យអ្នកបើកបរបដូរទិសជាដើម Rafale ពំមីស៊ីល Meteo ទំនើបចុងក្រោយដែលអាចហោះបំផ្ទុះគោលដៅដោយរក្សាល្បឿនថេរក៏ប៉ុន្តែយន្តហោះនេះមិនអាចបំបាំងកាយពីរ៉ាដាបានទេឯកសារថាវិការសភាជាតិបារាំងនិងកិច្ចសន្យានាំចេញរបស់ក្រុមហ៊ុន Dassault បង្ហាញថា Rafale អាចមានតម្លៃប្រហែលជា90ទៅ120លានដុល្លារក្នុងមួយគ្រឿងលេខ4គឺយន្តហោះ Su-57 Falcon របស់រុស្ស៊ីគេហទំព័រ RAND និង UK Defense Intelligence បានកត់សម្គាល់ថាយន្តហោះនេះបត់បែនលឿនរហ័សកិច្ចពីមីស៊ីលសត្រូវបានលឿនចូលគៀកទៅយន្តហោះសត្រូវក៏លឿនដោយស្រមោលហើយអាចប្រើក្បាច់ឆ្កែប្រខំនៅក្នុងល្បឿនទាប Su-57 ផ្ទុកមីស៊ីល O-37M រយៈចម្ងាយឆ្ងាយតែការបំបាំងកាយមិនទាន់បានល្អនៅឡើយ Aviation Week និង Business Insider Defense ប៉ាន់ប្រមាណថាយន្តហោះនេះថ្លៃ80លានដុល្លារក្នុងមួយគ្រឿងលេខ3គឺយន្តហោះ J-20 Mighty Dragon របស់ចិនដែលត្រូវបានបញ្ជាក់ដោយ Jen Defense Week និងរបាយការណ៍អំណាចយោធាចិនរបស់សេតាវិមាន J-20 អាចហោះបំបាំងកាយនិងមានរ៉ាដា AESA អមនឹងមីស៊ីល PL-15 ដែលអាចបាញ់ទម្លាក់យន្តហោះដឹកប្រេងនិងយន្តហោះទម្លាក់គ្រាប់បែកពីចម្ងាយដល់ទៅ300គីឡូម៉ែត្រក៏ប៉ុន្តែ J-20 មិនសូវរហ័សរហួនទេដូច្នេះសមត្ថភាពនៅមានកម្រិតសម្រាប់ការប្រយុទ្ធដែលគៀកចិត្តគ្នា SIPRI បានប៉ាន់ប្រមាណថាយន្តហោះនេះមានតម្លៃ120លានដុល្លារក្នុងមួយគ្រឿងលេខ2គឺយន្តហោះ F-35 Lightning II របស់អាមេរិកដែលត្រូវបានពិពណ៌នាដោយសេវាកម្មស្រាវជ្រាវសភាអាមេរិកនិង RAND ថាគឺជាយន្តហោះ Sensor Fusion ទំនើបបំផុតដែលមិនធ្លាប់មាន Sensor Fusion ប្រមូលគ្រប់រូបភាពពីរ៉ាដាហើយផ្គុំចូលគ្នាដោយស្វ័យប្រវត្តិដើម្បីផ្ដល់ឲ្យអ្នកបើកបរនៅការវិភាគពេញលេញពីសមរភូមិមួយវិញទៀតយន្តហោះនេះមានប្រព័ន្ធ OEDAS ដែលអាចមើលឃើញនឹងតាមដាន360ដឺក្រេដែល Aviation Week សម្គាល់ថាមិនទាន់មានប្រទេសណាអាចធ្វើបានទេក្រុមហ៊ុន Lockheed Martin បង្ហាញថាយន្តហោះនេះមានតម្លៃជាង100លានដុល្លារក៏ប៉ុន្តែបើបញ្ចូលប្រព័ន្ធថែទាំការបង្វឹកអ្នកបើកបរនិង Software តម្លៃអាចឡើងទៅដល់300ឬក៏400លានដុល្លារក្នុងមួយគ្រឿងលេខ1គឺ F-22 Raptor ដែលត្រូវបានចាត់ថ្នាក់ដោយសេវាស្រាវជ្រាវសភាអាមេរិកនិង General Air Force ជាយន្តហោះចម្បាំងដែលមានឧត្តមភាពផ្លូវអាកាសកំពូលរបស់ពិភពលោកដែលមិនអាចប្រៀបផ្ទឹមបានដោយយន្តហោះបរទេសណាមួយឡើយវាមានសមត្ថភាពបំបាំងកាយខ្ពស់បំផុតក្នុងលោកអាចហោះបានល្បឿនជាង2000គីឡូម៉ែត្រក្នុង1ម៉ោងដោយមិនចាំបាច់មានជំនួយឥន្ធនៈពិសេសគឺជាបច្ចេកវិទ្យាដែលមិនមានប្រទេសណាអាចធ្វើបានច្បាប់អាមេរិកបានហាមឃាត់ការលក់យន្តហោះនេះដើម្បីរក្សាការសម្ងាត់នៃបច្ចេកវិទ្យាដ៏អស្ចារ្យរបស់វា